នេះយើងមកនិយាយបន្តិចជាមួយនឹងធម្មពលរបស់ឡូហ្វុងដែលចំពោះ admin ហ្នឹងគឺ admin រៀងឆ្ងល់មួយប៉ុន្តែឆ្ងល់ខ្លួនឯងហើយក៏បកស្រាយខ្លួនឯងដែរអញ្ចឹងក៏ចង់ចែកម្លេចឲ្យគ្នាយើងបានយល់ហ្នឹងហើយបាទគ្នាយើងយល់មិនក៏ភ្លេច comment ឲ្យ admin បានដឹងនៅខាងក្រោមផង admin គឺឆ្ងល់ត្រង់ស្លាបរបស់ឡូហ្វុងណាបើយើងនិយាយឲ្យចំទៅវាមិនមែនជាស្លាបនោះទេគ្រាន់តែជាឈុតក្រោះដែលឡូហ្វុងទទួលបានដែលជាឈុតក្រោះទាហានរបស់អំបូយិនសិនប៉ុន្តែគ្រាន់តែថាធម្មពលដែលនៅពីក្រោយរបស់គាត់ណាគ្នាយើងមានចាប់អារម្មណ៍ធម្មពលដែលបានបញ្ចេញជាចេះពីក្រោយរបស់ឡូហ្វុងយើងហ្នឹងគឺថាធម្មពលមួយហ្នឹងបើយើងកត់សម្គាល់ឲ្យចំទៅនៅក្នុងសាច់រឿងគឺភាគច្រើនមានតែកម្រិតម្ចាស់អាណាចក្រនោះទេទើបអាចមានធម្មពលពីក្រោយហ្នឹងណាយើងអាចឃើញបានពីជាងធានឈិនឬក៏តារបស់ពូរ៉ូលីនអីជាដើមហ្នឹងគឺថាសិតតែមានធម្មពលហ្នឹងនៅពេលដែលគាត់ជាកម្រិតម្ចាស់អាណាចក្រដូចជាផានស៊ីជាដើមដែលឡូហ្វុងទៅតែប្រយុទ្ធហើយជាមួយអីហ្នឹងហើយយើងអាចកត់សម្គាល់ឃើញបានថាអ្នកដែលជាកម្រិតម្ចាស់អាណាចក្រគេមានធម្មពលដែលជារង្វង់ឬក៏បើយើងនិយាយឲ្យចំទៅគឺកាមេរ៉ាស្មីពីក្រោយហ្នឹងណាហ្នឹងហើយតែឡូហ្វុងរបស់យើងត្រឹមតែជាកម្រិតម្ចាស់ដែរនោះទេប៉ុន្តែគាត់មានធម្មពលនៅពីក្រោយហ្នឹងដែរវាអាចមកពីឈុតរបស់គាត់ឬក៏មកពីអ្នកនិពន្ធ studio ឬមួយក៏មកពីសមត្ថភាពរបស់ឡូហ្វុងគាត់ខ្លាំងអាចប្រៀបធៀបស្មើទៅនឹងម្ចាស់អាណាចក្របានគេដាក់អញ្ចឹងហ្មងទៅហ្នឹងហើយយើងក៏អត់ដឹងដូចគ្នាគ្រាន់តែថាបើតាមមិនមានគិតណាដោយសារតែឈុតក្រោះរបស់គាត់ហ្នឹងនោះទេហើយឲ្យមានក៏ចាំដែរមានអ្នកក្លាហានម្នាក់គាត់ comment ថាឃើញថាសម្លៀកបំពាក់របស់ឡូហ្វុងដដែលសំភ្នែកខ្លាំងណាស់អត់ដូរអីអញ្ចឹងណាហ្នឹងហើយដល់ពេលគេដូរអញ្ចឹងទៅរៀងប្លែកម្យ៉ាងដែរហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយតើអ្នកទាំងនេះយល់យ៉ាងណាចំពោះស្លាបសាវូរបស់ឡូហ្វុងកុំភ្លេច comment ឲ្យ admin បានដឹងផងហើយបើអ្នកទាំងនេះចង់ស្ដាប់ novel អាចចូលទៅស្ដាប់នៅក្នុង channel របស់ admin បានកុំភ្លេច follow for more